Đôi mà đách đại kê hai thạp ám chinh kê bầm phốt. Đôi mà đách đại kê hai thà chu chót chinh kê bầm phốt. Đôi mà đách đại kê hai thà oi chinh kê bầm phốt. Đôi mà đách đại kê hai thàក្រអូបជាងគេបំផុតមានរឿងមួយថាដង្កូវមួយក្បាលកំពុងស៊ីស្លឹកឈើស្រាប់តែក្អែកមួយក្បាលហារកចំណីហើយបានជួបនឹងដង្កូវនោះក្អែកនោះនិយាយថាឥឡូវនេះខ្ញុំមានឱកាសស៊ីដង្កូវនោះហើយយូររួចក៏ហាទៅចិត្តដង្កូវនោះសម្លឹងមើលក្អែកហើយគិតថាក្អែកដ៏ខូខើនេះនឹងស៊ីខ្ញុំឥឡូវនេះដង្កូវនោះសួរក្អែកថាពួកឯងកំពុងរកអ្វីក្អែកនោះឆ្លើយថាក៏ខ្ញុំមកទីនេះដើម្បីស៊ីដង្កូវរបស់ឯងក៏ដង្កូវនោះនិយាយថាលុះត្រាតែឯងរកឃើញប្រស្នារបស់ខ្ញុំទើបឯងអាចស៊ីខ្ញុំបានបើឯងរកប្រស្នារបស់ខ្ញុំមិនឃើញទេឯងមិនអាចស៊ីខ្ញុំបានទេក្អែកនោះសួរថាតើប្រស្នារបស់ឯងជាអ្វីដងកូវសួរខ្ញុំមកខ្ញុំនឹងរកឯងគឺដង្កូវនោះសួរក្អែកថាយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញដង្កូវសួរទៅក្អែកដូចមានទៅនេះដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុតដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុតដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុតដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតកាលបើក្អែកបានឬដង្កូវសួរប្រស្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូកញ្ញជាវលេងដោយគិតថាប្រស្នាដង្កូវទាំង4បទនេះអញមុខជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះមិនខានទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានទៅនេះដែលគេហៅថាផ្ងែមនោះគឺមានស្ករនិងឃ្មុំផ្អែមជាងអ្វីទាំងពួងដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដានម្ជូរក្រសាំងនិងទឹកខ្មេះដែលគេហៅថាស្អុយជាងគេនោះគឺអាចនឹងគម្រោងខ្មោចសត្វទាំងពួងដែលគេហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកអប់ក្អែកបានដោះស្រាយប្រស្នាទាំង4បទនេះប្រាប់ទៅដង្កូវថាក្អែកដោះប្រស្នានេះមិនត្រូវទេក្អែកក៏ដាក់មុខស្រងូតនិយាយទៅដង្កូវវិញថាបើដង្កូវឯងថាខុសសុំឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទៅអញប្រាប់ក្អែកថាឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេលុះបានសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែកដូចមានពាក្យទៅនេះដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរោះស្មោះត្រង់រកគ្នានេះហើយហៅថាផ្អែមជាទីបំផុតដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដានក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យផរុសវាទខូខើឥតគួរឥតសមដែលនិយាយកាន់គ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លើសជូរចត់អ្វីទាំងពួងដែលគេហៅថាស្អុយនោះមិនមែនស្អុយអាចឬស្អុយគម្រោងនោះទេគឺស្អុយកេកស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហើយហៅថាស្អុយច្រាស់ខ្យល់ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបកេឈ្មោះដែលប្រតិបត្តិល្អនេះហើយហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយឈប់ស៊ីដង្កូវទៅហើយក៏ហោះទៅបាត់ទៅរៀនធ្វើលេងទេបងប្អូនសូមកុំប្រកាន់អីសូមអរគុណសូមជម្រាបលា